តើអ្នកធ្លាប់សម័យទេថាសេចក្តីស្រឡាញ់និងភាពស្មោះត្រង់អាចមានអានុភាពខ្លាំងក្លាប៉ុណ្ណាថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅកាន់ប្រទេសជប៉ុនដើម្បីតាមដានសាច់រឿងពិតមួយដែលបានធ្វើឲ្យមនុស្សរាប់លាននាក់សម្រក់ទឹកភ្នែកវាមិនមែនជារឿងព្រេងនិទានទេប៉ុន្តែវាគឺជារឿងរ៉ាវរបស់សត្វឆ្កែមួយក្បាលដែលបានរងចាំម្ចាស់របស់វានៅស្ថានីយ៍រថភ្លើងអស់រយៈពេលជិត10ឆ្នាំទោះបីជាម្ចាស់របស់វាបានលែងចាកលោកទៅហើយក៏ដោយសត្វឆ្កែនោះមានឈ្មោះថាហាជីកូកើតនៅឆ្នាំ1923ក្នុងខេត្តអាគីតាវាគឺជាពូជឆ្កែអាគីតាសុទ្ធដែលត្រូវបានគេស្គាល់ថាជាពូជឆ្កែដែលការពារម្ចាស់និងមានភាពឆ្លៀសវៃនៅឆ្នាំ1924ជីវិតរបស់វាត្រូវបានផ្លាស់ប្ដូរនៅពេលដែលវាត្រូវបានយកទៅចិញ្ចឹមដោយលោកសាស្ត្រាចារ្យម្នាក់ឈ្មោះថា Aidisaburo Ueno ដែលជាគ្រូបង្រៀននៅសាកលវិទ្យាល័យតូក្យូលោកសាស្ត្រាចារ្យស្រឡាញ់វាដូចជាកូនបង្កើតវាអញ្ចឹងចំណែកហាជីកូក៏ចាត់ទុកលោកជាពិភពលោកទាំងមូលរបស់វាផងដែរជារៀងរាល់ព្រឹកហាជីកូតែងតែដើរជូនដំណើរលោកសាស្ត្រាចារ្យទៅកាន់ស្ថានីយ៍រថភ្លើងស៊ីប៊ូយ៉ាជារៀងរាល់ថ្ងៃនៅពេលរថភ្លើងចេញដំណើរវាក៏ត្រឡប់ទៅផ្ទះវិញលុះដល់វេលាម៉ោង3 រសៀលដែលជាពេលវេលាដែលលោកសាស្ត្រាចារ្យត្រឡប់មកវិញហាជីកូតែងតែមកអង្គុយរង់ចាំនៅមុខស្ថានីយ៍ជានិច្ចមិនដែលខានមួយថ្ងៃណាឡើយអ្នកដំណើរជុំវិញនោះសុទ្ធតែស្គាល់និងសរសើរពីភាពឆ្លាតវៃរបស់វាគ្រប់គ្នារហូតមកដល់ថ្ងៃទី21ខែឧសភាឆ្នាំ1925អ្វីៗគ្រប់យ៉ាងបានប្រែប្រួលកំឡុងពេលដែលកំពុងបង្រៀននៅសាកលវិទ្យាល័យលោកសាស្ត្រាចារ្យបានដាច់សរសៃឈាមក្នុងខួរក្បាលហើយបានទទួលមរណភាពភ្លាមនៅល្ងាចនោះដែរហាជីកូបានទៅរង់ចាំនៅកន្លែងដដែលប៉ុន្តែវាមិនឃើញម្ចាស់របស់វាចុះពីរថភ្លើងដូចមុននោះឡើយវារង់ចាំរហូតដល់យប់ជ្រៅទើបត្រឡប់ទៅផ្ទះវិញទាំងស្រងូតសង្ហាត់វាមិនដឹងទាល់តែសោះថាម្ចាស់ដែលវាស្រឡាញ់បំផុតនឹងមិនត្រឡប់មកវិញជារៀងរហូតនោះទេទោះបីជាសាច់ញាតិរបស់លោកសាស្ត្រាចារ្យព្យាយាមយកហាជីកូទៅចិញ្ចឹមនៅកន្លែងផ្សេងក៏ដោយក៏វាតែងតែត្រឡប់មកស្ថានីយ៍ស៊ីប៊ូយ៉ាវិញជានិច្ចជារៀងរាល់ថ្ងៃរយៈពេលជិត10ឆ្នាំហាជីកូអង្គុយនៅកន្លែងដដែលសម្លឹងមើលទៅទ្វាររថភ្លើងដោយក្តីសង្ឃឹមមនុស្សម្នាចាប់ផ្ដើមយកអាហារឲ្យវាហើយរឿងរ៉ាវរបស់វាត្រូវបានចុះផ្សាយក្នុងកាសែតល្បីពាសពេញប្រទេសជប៉ុនមនុស្សគ្រប់គ្នាគោរពបេះដូងដ៏ស្មោះត្រង់របស់សត្វឆ្កែមួយក្បាលនេះយ៉ាងខ្លាំងនៅថ្ងៃទី8ខែមីនាឆ្នាំ1935ហាជីកូត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្បែរស្ថានីយ៍រថភ្លើងវាបានស្លាប់ក្នុងវ័យ11ឆ្នាំបន្ទាប់ពីបានបំពេញតួនាទីជាមិត្តដ៏ស្មោះត្រង់រហូតដល់ដង្ហើមចុងក្រោយសប្តាហ៍ថ្ងៃនេះរូបសំណាករបស់វាត្រូវបានគេសង់ឡើងនៅកន្លែងដែលវាធ្លាប់រង់ចាំដើម្បីរំលឹកដល់សេចក្តីស្រឡាញ់ដែលគ្មានលក្ខខណ្ឌរបស់វារឿងរ៉ាវរបស់ហាជីកូបានបង្រៀនឲ្យយើងថាភាពស្មោះត្រង់គឺមានតម្លៃខ្ពង់ខ្ពស់បំផុតសូម្បីតែសត្វក៏អាចធ្វើបានសូមអរគុណសម្រាប់ការតាមដានសាច់រឿងរបស់ហាជីកូតាំងពីដើមរហូតដល់ចប់សូមកុំភ្លេចចុច Subscribe Channel របស់ខ្ញុំដើម្បីទទួលបានរឿងរ៉ាវល្អៗបន្តទៀតជួបគ្នានៅវីដេអូបន្ទាប់